យោងទៅតាមចិត្តវិទ្យាមនុស្សដែលជួបបទពិសោធន៍នៅអារម្មណ៍ derealization ឬក៏ហៅម្យ៉ាងទៀតបានថាជាជំងឺជាប់គាំងនៅក្នុងសុបិនតែងពិពណ៌នាជីវិតរបស់ពួកគេដូចជាការយល់សប្តិមួយមិនមែនដោយសារពួកគេចែកមិនដាច់អ្វីទៅជាភាពប្រកបប្រជាទេតែដោយសារតែប្រលឹងនិងស្មារតីរបស់ពួកគេលែងនៅជាប់នឹងខ្លួនទៀតហើយបេះដូងរបស់ពួកគេនៅដែលធម្មតារាងកាយនៅមានចលនាការសន្ទនានៅប្រព្រឹត្តទៅធម្មតាតែពួកគេលែងមានអារម្មណ៍នៅក្នុងខ្លួនទៀតហើយជីវិតក៏លែងមានន័យទៀតដែរគេចាប់ផ្ដើមផ្ដាច់ខ្លួនពីមនុស្សជុំវិញខ្លួនពីមិត្តភ័ក្តិពីគ្រួសារនិងមនុស្សជាទីស្រឡាញ់បើនិយាយពីការស្ដាប់ត្រចៀកវិញវាប្រៀបបានដូចជាកាសដែលមានមុខងារតែស្ដាប់ប៉ុណ្ណោះមីក្រូហ្វូននិយាយលែងកើតហើយអ្នកទាំងអស់គ្នាដឹងទេថាអ្វីទៅគឺជាចំណុចដ៏គួរឲ្យខ្លាចនៃជំងឺ derealization នេះគ្មាននរណាម្នាក់អាចសម្គាល់ពីអាការៈរបស់ពួកគេពីសម្បកក្រៅបានទេមនុស្សបានត្រឹមតែសួរថាពួកគេកើតអ្វីមានរឿងអ្វីកើតឡើងចំពោះពួកគេចំពោះអ្នកកើតជំងឺនេះផ្ទាល់ពួកគេក៏អត់មានចម្លើយណាមួយសមគួរដែលឆ្លើយទៅកាន់អ្នកដទៃដែរព្រោះពួកគេក៏មិនដឹងថាខ្លួនរបស់ពួកគេកើតអ្វីហើយមិនដឹងថាពេលណាបានប្រសើរឡើងពីជំងឺនេះមិនដឹងថាត្រូវចាប់ផ្ដើមឬក៏ត្រូវបញ្ចប់មនុស្សដែលមានរោគសញ្ញានេះតែងឈានទៅរកជំងឺបាក់ទឹកចិត្តអ្នកខ្លះអាចឈានទៅដល់ការបញ្ចប់ជីវិតខ្លួនឯងប៉ុន្តែបើសិនជាពួកគេមិនជ្រើសរើសវិធីបញ្ចប់ជីវិតខ្លួនឯងទេពួកគេនឹងទទួលស្គាល់ការពិតរស់ទាំងបែបនេះរស់ទាំងគ្មានចំណងនៅក្នុងការចង់បានអ្វីមួយគ្មានគោលដៅគ្មានការច្រណែនឈ្នានីសគេទទួលយកស្ថានភាពបច្ចុប្បន្នរឿងល្អដែលចង់មកក៏មកអត់ក៏អត់ទៅព្រោះគេលែងមានអារម្មណ៍ចង់បានអ្វីទៀតហើយនៅក្នុងសង្គមបើនិយាយអំពីជំងឺ derealization វាប្រៀបបានដូចជាស្ថានភាពផ្លូវចិត្តមួយដែលអ្នកមានអារម្មណ៍ថាបាត់បង់និងជាប់តាក់ទងជាមួយនឹងបរិស្ថានជុំវិញខ្លួនអ្នកយល់ឃើញថាពិភពជុំវិញខ្លួនរបស់អ្នកប្រៀបដូចជារឿងល្ខោនដូចជាមិនពិតដូចជាក្តីស្រមៃហើយវាដូចជាស្រអាប់ខុសពីធម្មតាអ្នកមិនមានអារម្មណ៍ជាប់ទៅនឹងខ្លួនមិនអាច focus ទៅលើអ្វីមួយបានឡើយជំងឺបែបនេះវាច្រើនតែបានពិពណ៌នាថាអ្នកកំពុងស្ថិតនៅក្នុងសុបិនមួយកំពុងឆ្លងកាត់នៅបង្អួចមួយដែលពោរពេញទៅដោយពពកមនុស្សនិងវត្ថុផ្សេងៗហាក់ដូចជាមិនពិតនោះទេប្រៀបដូចជារបស់คล้ายៗទាំងអស់នៅខាងក្រោមនេះខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នាបន្ថែមពីអារម្មណ៍របស់វាអារម្មណ៍របស់វាពិពណ៌នាថាពិភពលោកហាក់ដូចជាមិនពិតប្រៀបដូចជាសុបិនឬសុបនិមិត្តវត្ថុផ្សេងៗមានអារម្មណ៍ថាដូចជាព្រិលភ្លឺមិនសូវច្បាស់ខុសធម្មតាតំបន់រាបស្មើមានអារម្មណ៍ថាធីងធងសំឡេងដែលអ្នកទាំងអស់គ្នាឮមកក្នុងជជែកមានអារម្មណ៍ថាខ្លាំងពេកឬក៏ពេលខ្លះមានអារម្មណ៍ថាខ្សោយពេកពេលវេលាហាក់ដូចជាដើរលឿនហើយពេលខ្លះពេលវេលាហាក់ដូចជាដើរយឺតអ្នកមានអារម្មណ៍ថាចង់ផ្ដាច់ពីមនុស្សជុំវិញខ្លួនមនុស្សជាទីស្រឡាញ់ដូចជាអ្នកខាំងកុំឲ្យគេចូលមកជិតខ្លួនឯងកត្តាដែលបង្កឲ្យមានជំងឺ derealization នេះមានកត្តាជាច្រើននៅក្នុងនោះរួមមានរបួសផ្លូវចិត្តកាលពីកុមារភាពឧទាហរណ៍ដូចជាការរំលោភបំពានរូបរាងកាយផ្លូវភេទផ្លូវអារម្មណ៍ឬការធ្វើប្រហែសផ្សេងភាពតានតឹងដ៏ធ្ងន់ធ្ងរឧទាហរណ៍ដូចជាការផ្លាស់ប្ដូរនៃរបបជីវិតសំខាន់បញ្ហាហិរញ្ញវត្ថុភាពតានតឹងទាក់ទងនឹងការងារ3ការជួបប្រទះឬឃើញអំពើហិង្សានៅក្នុងគ្រួសារអ្នកឃើញមនុស្សជាទីស្រឡាញ់រងរបួសឃើញម្ដាយត្រូវបានឪពុកវាយផ្សេង4ការថប់អារម្មណ៍នឹងការវាយប្រហារដែលភាសាអង់គ្លេសគេហៅថា panic attack ខ្ញុំអត់ដឹងថាគ្នាយើងប្រហែលជាស្គាល់ panic attack ឬអត់ទេខ្ញុំជាអ្នកនិយាយផ្ទាល់ហ្នឹងគឺខ្ញុំមានជំងឺ panic attack នៅពេលដែលមានព្រឹត្តិការណ៍សំខាន់អីគឺខ្ញុំតែងតែក្អួតចង្អោរ